សហគមន៍ឆ្លងវាមានជ័យហ្នឹងគឺបង្កើតក្រុមបន្លែបានតែមួយក្រុមទេពី2015 ANN នឹងចុះមកជួយផ្សព្វផ្សាយបន្តភូមិឃុំក៏គាត់ជួយបញ្យលអីចឹងទៅតែយើងគិតគូរដាំបន្លែសេរីរាង្គក្រុមដំបងខ្ញុំមានគ្នា7នាក់ចូលឆ្នាំ2018ទៀតដល់ប្រជាពលរដ្ឋយើងទាំងអស់ក៏គាត់ឃើញពួកខ្ញុំដាំបានលក់ឲ្យបានលុយចាយហើយឃើញទៅអត់មានប៉ះពាល់អីឃើញបានផលច្រើនគាត់សុំចូលដែរឡើងបានកើនឡើងដល់12នាក់ហ្នឹងក៏រៀបចំក្រុមប្រជុំមួយខែម្ដងដើម្បីប្រាប់ប្រងរឿងដាំរឿងបញ្យលពីរឿងដាក់ជីពីរឿងធ្វើដីក៏គាត់បានយល់ច្រើនហើយក៏គាត់ដាំនោះបានលក់មែនឆ្នាំ2021បានសមាជិកឡើង22នាក់ ANN នឹងគាត់បានចូលមកដឹកនាំដល់ពួកខ្ញុំហ្នឹងក៏បានកងត្រាដាំជាមួយក្រុមហ៊ុន KOC ចុះកងត្រាជាមួយក្រុមហ៊ុនហ្នឹងមាន10នាក់10នាក់ហ្នឹងចែកគ្នាដាំថាខ្ញុំហ្នឹង500កូនចឹងទៅកសិករទៀតនឹង300ចឹងទៅក្រុមខ្ញុំនឹងបង្កើតជាមានការដាំបន្លែហ្នឹងគឺមិនមែនទៅខាងក្រុមហ៊ុន KOC ទេទាំងអស់ទេគឺបានលក់ចែកជូននៅក្នុងទីផ្សារក្នុងស្រុករបស់យើងដូចថាតាមតូបគាត់លក់ដុំបោះដុំឲ្យគាត់ចាក្នុងមួយខែបាន300គីឡូដែរហើយខាងស្នាដៃម៉ែវិញមានថ្ងៃខ្លះក៏មក30មានថ្ងៃខ្លះក៏15ហើយក៏បានលក់ជាប្រចាំរៀងរាល់ថ្ងៃនឹងរហូតចឹងមក